សួស្តីបងប្អូនទាំងអស់គ្នាជួបជាមួយលោកគ្រូបន្តទៀតបាទនៅក្នុងខែឧសភានេះទៅស្តង់ដារតែសេចក្តីគឺចេញមានសារចូលប្អូនព័ត៌មានអំពីឆ្កែដែលប្អូនចិញ្ចឹមឲ្យបានក្បោះក្បាយណាអញ្ចឹងនៅប្រធានបទបែបនេះណាគាត់ណាតែលោកគាត់បានទៅសេជាសេរីអធិប្បាយពេញលេញអីទេលោកគាត់lạiបង្ហាញពីគម្រោងសរសេរណាក្រុមសរសេរយ៉ាងម៉េចទៅនេះសរសេរណាលោកគ្រូបានក្រុងទុកហើយអញ្ចឹងលោកគ្រូនឹងបង្ហាញនេះជាគម្រោងសរសេរតែសេចក្តីព័ត៌មានអំពីសត្វដែលយើងចិញ្ចឹមណា មិនថាឆ្កែមិនថាគោក្របីអីទេគាត់សរសេរលំនាំនឹងមកខុសគ្នាទេលំនាំនឹងមកហើយបើសិនបើបងប្អូនចង់ឲ្យលោកសរសេរព័ត៌មានពីឆ្កែមែនខ្សែឆ្កែដែលចិញ្ចឹមណាបងប្អូនអាចខមមិនមកលោកនឹងសរសេរជាអឺតែសេចក្តីពេញលេញតែម្ដងបាទចឹងនៅក្នុងវីដេអូនេះលោកបង្ហាញតែកម្រងទេបាទចឹងរាល់ការសរសេរតែសេចក្តីបងប្អូនទៅចាំច្បាស់ថាមាន3សន្ធំក្នុងការសរសេរតែសេចក្តីទី1សេចក្តីផ្ដើមទី2តួសេចក្តីទី3សេចក្តីបញ្ចប់ហើយសេចក្តីផ្ដើមដែលលោកសូមបង្ហាញអំពីសេចក្តីផ្ដើមនេះជាសេចក្តីផ្ដើមសេចក្តីផ្ដើមគឺយើងបង្ហាញសត្វនោះដោយប្រាប់ពីអីខ្លះអញ្ចឹងយើងប្រាប់ពីឈ្មោះរបស់សត្វហ្នឹងមកឆ្កែខ្ញុំបានចិញ្ចឹមឆ្កែមួយក្បាលឬក៏ច្រើនក្បាលទៅតែឆ្កែដែលខ្ញុំបានជាងគេគឺឈ្មោះអីទៅណាបងចឹងដាក់បានខ្ញុំបានចិញ្ចឹមឆ្កែមួយក្បាលឈ្មោះអីទៅលុកគីអីចឹងទៅណាបងណាឈ្មោះអីឈ្មោះទៅខ្មែរដាក់ថ្នោតអីទៅហើយប្រាប់ពីភ័យក៏វាជាឆ្កែនេះឬវាឆ្កែឈ្មោះអីទៅហើយវាមានអាយុប្រហែលហើយសប្តាហ៍ហ្នឹងឆ្កែអាយុវាតាមគួរវាឆ្នាំ2ឆ្នាំអីចឹងទៅខែ2ខែតាមនេះខែ2ខែមកដូចស្ទើរអាយុឆ្នាំ2ឆ្នាំទៅពេញវ័យហើយនឹងទីកន្លែងទីលំនៅឆ្កែដែលខ្ញុំចិញ្ចឹមសប្តាហ៍គឺស្ថិតនៅផ្ទះរបស់ខ្ញុំឬក៏នៅណាស្ថិតនៅឯណាទៅឈ្មោះភូមិឃុំស្រុកអីក៏បានចឹងយើងបែរទៅប៉ុណ្ណឹងទេចប់ហើយស្គាល់ហើយចឹងបានស្ដីហ្នឹងយើងសរសេរមកដែលមានចុះបន្តចុះបន្តហើយសរសេរមកអស់ចិត្តអស់ចឹងទៅខាងមួយទេហើយយើងចាប់ដល់សរសេរតួសេចក្តីដល់បានចឹងតួសេចក្តីចូលបន្តដែរចូលបន្តក្នុងនេះបានហើយក្នុងតួសេចក្តីរូបបានចែកជា3ចំណុចធំចែកជា3ចំណុចគឺទី1យើងបង្ហាញអំពីរូបរាងរបស់សត្វហ្នឹងទី2យើងនិយាយពីគុណសម្បត្តិទី3គុណវិបត្តិនិយាយពីរូបរាងមានតែយើងពណ៌នាអំពីរូបសម្បត្តិរបស់វារូបរាងរបស់វាមានរូបរាង3ខ្លះបាទរូបរាងមានតាំងពីមៀតតែឆ្កែហ្នឹងមានតូចឬមានធំបាទធាត់ឬក៏ស្គមអីចឹងទៅណាបាទកម្ពស់របស់វាមិនដែរខ្ពស់ឬក៏ទាបឆ្កែរបស់ខ្ញុំមានកម្ពស់ទាបល្មមឬក៏ខ្ពស់ល្មមអីទៅឬក៏កម្ពស់ប្រហែល1ម៉ែត្រអីចឹងទៅជាដាក់ហ្នឹងឯងឆ្កែបរទេសខ្ពស់ខ្ពស់ហ្នឹងយើងដាក់តាមជាក់ស្ដែងទៅតែពីមានកម្ពស់សម្បុរសឬខ្មៅឬក៏ប្រផេះអីឬក៏ហមអីទៅហើយតួខ្លួនអញ្ចឹងដល់តួខ្លួនយើងនិយាយពីរូបរាងរបស់វាតាមពីក្បាលទៅចុងជើងរបស់វាអញ្ចឹងក្បាលរបស់វាមិនដែរឆ្កែរបស់ខ្ញុំមានក្បាលទីលក្បាលស្រួយអញ្ចឹងណាធំឬក្បាលតូចអញ្ចឹងហើយជើងរបស់វាមិនដែរជើងមាំអត់ជើងតូចឬក៏ធំមាំឬមាំអញ្ចឹងទៅជើងរបស់វាធំមាំបាទជាមួយនឹងកញ្ចក់បាទកញ្ចក់របស់វាគឺមុតស្រួយរៀងៗគាត់តាមករបស់វាមិនដែរណាករបស់វាក្រាស់ឬក៏ស្ដាយឬក៏យ៉ាងមួយយើងវិញសេតាមនោះករបស់វាតិចរបស់វាមិនដែរជាស្រួយឬក៏តិចបាក់ឆ្កែតិចបាក់ឆ្កែតិចស្រួយចឹងទៅខ្លះជាកប៉ាហើយភ្នែករបស់វាមិនដែរភ្នែករបស់វាខ្មៅដាក់ភ្នែកខ្មៅបើសិនទៅមូកន្លងនេះគ្រាប់ឃ្លីចឹងទៅហើយចំណុចច្រមុះរបស់វាមិនដែរមែនទេច្រមុះរបស់វាស្រួយដូចកាទៀលការហិតក្លិនតែអត់ច្រមុះរបស់វាហ្នឹងរោមរបស់វាមានតែទងសម្បល់ណាគឺរោមវារោមយ៉ាងម៉េចរោមសម្បល់មើឬក៏រោមធម្មតាឬក៏រោមក្រាស់ឬក៏រោមស្ដើងមកឆ្កែស្មៃហ្នឹងរោមមិនសូវក្រាស់ទេ
ធម្មតាបើឆ្កែបរទេសគេមានរោមស្រមៅcủaគេបាទហើយកន្ទុយវាយ៉ាងមិនដែរកន្ទុយសំពងឬក៏កន្ទុយដូចឆ្កែយើងធម្មតាអញ្ចឹងណាបាទអញ្ចឹងរៀបរាប់វាអស់មកបន្ទូលខ្លួនយើងមានស្អីទៀតដែលកញ្ចក់យើងអាចរៀបរាប់ចូលក្នុងក៏បានបាទអញ្ចឹងយើងរៀបរាប់អស់កន្លែងណាមកចឹងខាងមួយចឹងដែរខាងមួយសេតទៅទេចាប់រូបសម្បត្តិរូបរាងយើងចូលដល់រូបគុណសម្បត្តិរបស់វាចឹងឆ្កែហ្នឹងមានគុណសម្បត្តិអីខ្លះគុណសម្បត្តិគឺចំណុចល្អរបស់វាហ្នឹងចំណុចល្អរបស់ឆ្កែហ្នឹងចំណុចល្អគឺយើងនិយាយពីចរិតរបស់ឆ្កែហ្នឹងចរិតលក្ខណៈរបស់ឆ្កែរបស់ខ្ញុំជាសត្វដែលស្លូតបូតឬក៏យ៉ាងម៉េចបាទអញ្ចឹងឆ្កែខ្លះស្លូតទៅពេលថ្ងៃយប់វាចងវាកាចជាងសត្វរបស់ឆ្កែរបស់ខ្ញុំជាសត្វដែលស្លូតបូតយ៉ាងទៅដាក់មកវាឧស្សាហ៍អីខ្លះទៅយ៉ាងនេះរបស់ឆ្កែរបស់ខ្ញុំឧស្សាហ៍ឧទាហរណ៍ថាខ្ញុំពេលដែលខ្ញុំទៅណាមកណាវាតែងតែទៅតាមខ្ញុំជានិច្ចខ្ញុំទៅស្អែកវាទៅតាមខ្ញុំទៅចំការវាទៅតាមវាទៅដើម្បីការពារខ្ញុំអីទៅរៀបរាប់តាមហ្នឹងមកហើយពេលដែលយើងដើរជាមួយឆ្កែមានឆ្កែនៅជាមួយខ្ញុំមានអារម្មណ៍មិនដែរកក់ក្ដៅបាទពេលដើរទៅណាមកណាមានឆ្កែដើរតាមមានអារម្មណ៍ទៅកក់ក្ដៅមួយដោយសារអីឆ្កែវាអាចដើរទៅឃើញសត្វមុនយើងទៀតឃើញពស់ឃើញសត្វអីចឹងវាអាចព្រុសអាចទៅដល់យើងមុនបាទអញ្ចឹងมันអត់ប្រយោជន៍ទៅឆ្កែហើយមួយទៀតគឺតកតងនឹងការងាររបស់វាចឹងការងាររបស់ឆ្កែមានអីខ្លះមកឆ្កែរបស់ខ្ញុំការងាររបស់វាដូចជាអីខ្លះមកវាតែងតែមកយើងរៀបរាប់ឲ្យខ្ញុំថាมันស្តៀងមកថាតែងតែទៅណាមកណាទៅអឺជាមួយខ្ញុំពេលថ្ងៃឡើងអីខ្លះព្រឹកឡើងខ្ញុំឲ្យវាតាមខ្ញុំទៅចាក់ដំណាំអីទៅហើយថ្ងៃឡើងខ្ញុំឲ្យបាយស៊ីវាតែងតែដេកនៅក្រៅផ្ទះដើម្បីយាមអឺសត្វអីផ្សេងៗដូចជាមាន់អីយើងទៅកុំឲ្យបង្កាយដំណាំអីទៅណាគឺការពេលហាលត្រូវឆ្កែក៏អាចយាមមាន់បានដែរមានដែរឆ្កែខ្លះចឹងអឺពេលខ្ញុំនៅផ្ទះវាយាមផ្ទះហើយមានអ្នកណាចូលចឹងពេលមានមនុស្សចម្លែកចូលវាតែងតែព្រុសឲ្យសញ្ញាសុទ្ធតែការងាររបស់វានេះហើយពេលមានសត្វផ្សេងមកពីក្រៅវាព្រុសដេញឲ្យចូលទៅគោរបស់វាចឹងទៅវាតែងតែព្រុសតែងតែដេញវាចឹងទៅឆ្កែមានប្រយោជន៍ច្រើនហើយវាតែងតែស្មោះត្រង់ជាមួយខ្ញុំអីទៅជួបម្ចាស់ចឹងណាវាមិនដែលខាងម្ចាស់អីទេពេលទៅបីម្ចាស់ខាងសម្លប់ឬក៏វាខ្លះវាមិនដែលបកបង្ខំទេវាមានតែការអីទៅហើយពេលខ្ញុំមកពីណាមកណីគឺតែងតែរត់ទទួលអីការងាររបស់វាទាំងនេះបាទច្រើនមកឆ្កែហើយពេលយប់អីទៅវាតែងវាមិនសូវដេកទេវាតែងតែដើរហើយជាមួយផ្ទះដើម្បីមើលកាលនោះមានចោរមានអីចូលមកលួចអីទៅបោះបោអីផ្សេងៗដេកយាមនៅមុខផ្ទះនៅក្រៅផ្ទះអីទៅអញ្ចឹងនិយាយគាត់ការងាររបស់ឆ្កែហ្នឹងវាច្រើនហើយឆ្កែខ្លះគេប្រើវាបានរហូតដល់ទៅស្រុកគេអីមើលតាមទូរស័ព្ទអាចប្រើទៅទិញបន្លែទិញផ្លែឈើអីបានទេណាធម្មតាទៅស្រុកខ្មែរនេះប្រើឆ្កែឲ្យសំទានបាទអញ្ចឹងគួរឃើញនៅតាមវត្តតាមអីពេលចូលសម្មាឆ្កែទៅពណ៌ធំបីដាក់លុយអញ្ចឹងការងាររបស់ឆ្កែរៀបរាប់បានច្រើនដែរទីពីរចំណុចមួយទៀតវាតទៅនឹងការថែទាំការថែទាំឆ្កែនេះគឺនិយាយថាយើងស្រឡាញ់ថែទាំវាដោយសារឆ្កែហ្នឹងជាឆ្កែដែលល្អយើងតែងតែថែទាំវាជាប្រចាំដូចជាអីខ្លះមួយទឹកឲ្យវាដុសក្បួលអីចឹងណាមុនវារោមវាក្រាស់វាអីយើងអាចកាត់វាឲ្យស្អាតមកអីចឹងទៅដាក់បាយឲ្យវាស៊ីរាល់ថ្ងៃពេលវាឈឺតែទៅព្យាបាលវាអីចឹងទៅយកវាទៅពេទ្យអីចឹងទៅថតបាទចំណុចមួយទៀតវាតកតងគុណអត្ថប្រយោជន៍អញ្ចឹងលោកគ្រូនិយាយមិនចង់ចូលអត្ថប្រយោជន៍ខ្លះในការនេះការងារយើងផ្សេងមុំទៅមុនអត្ថប្រយោជន៍យើងរៀបរាប់តិចស្តីយើងមិនដែរមកតកតងនឹងវិជ័យយាមផ្ទះវិជ័យចាំផ្ទះជាការពារទ្រព្យសម្បត្តិពេលម្ចាស់មកនៅអីវាចេះយាមផ្ទះអីចឹងទៅរៀបរាប់ខាងហ្នឹងណាអាចស្តីគ្នាមកហើយចំណុចចុងក្រោយនៃតួសេចក្តីគឺគុណវិបត្តិគុណវិបត្តិគឺចំណុចមិនល្អរបស់សត្វយើងណា
ឆ្កែវិញមានទីគាត់អស់មកចំណុចល្អពួកវាយើងអាចរៀបរាប់ចំណុចខុសខាតរបស់វាខ្លះទៅឧទាហរណ៍ដូចជាដូចខ្លះឆ្កែរបស់ខ្ញុំវាមានចំណុចល្អច្រើនដែលខ្ញុំស្រឡាញ់ពីចិត្តខ្លាំងណាស់ប៉ុន្តែក៏វាមានលក្ខណៈអឺគោលវិបត្តិខ្លះៗដែលដូចជាអីខ្លះឧទាហរណ៍ថាពេលខ្ញុំកំពុងពេងលក់ស្កតយូរពុះព្រោះដឹងសត្វបក្សីធ្វើអីផ្ទះភ្ញាក់អីចឹងទៅអង្គការចឹងទៅពេលខ្លះវាទៅពងសត្វឬក៏ស្អីងាប់មកចូលផ្ទះគឺក្លិនមិនល្អជួយវិបត្តិវាមិនដែរពេលខ្លះឆ្កែពេលដឹងវារញ៉េរញ៉ូនវាអត់សូវនៅផ្ទះហើយមានឆ្កែដទៃទៀតមកពាក់ឪពុកនៅផ្ទះអីចឹងទៅហើយក៏ជាគុណវិបត្តិមួយដែរណាចំណុចខ្លះៗអាចដាក់ចំណុចអវិជ្ជមានរបស់វាណាហើយចុងក្រោយគឺជាសេចក្តីបញ្ចប់គឺនិយាយពីចំណាប់អារម្មណ៍របស់ម្ចាស់ឆ្កែគឺយើងអ្នកទៅធ្វើណាបាទចឹងយើងអាចទទួលបានខ្ញុំស្រឡាញ់ឆ្កែរបស់ខ្ញុំខ្លាំងណាស់ពីព្រោះខ្ញុំបានចិញ្ចឹមវាតាំងពីតូចមកវាមានចរិតល្អអីចឹងតែក៏ជួយយកអាសាឬក៏តែងតែជួយកិច្ចការផ្ទះយើងផ្ទះយើងហ្នឹងទៅណាខ្ញុំសូមសន្យាថានឹងថែរក្សាឬក៏ខ្ញុំសូមបដិញ្ញាថាថែរក្សាវាឲ្យបានល្អហើយមានសុខភាពល្អអីទៅរៀបរាប់ទីទួលតាមណាបាទអញ្ចឹងគ្មានអ្វីក្រៅពីបង្ហាញពីសេចក្តីស្រឡាញ់ទេបាទអញ្ចឹងខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងបើសិនជាបងប្អូនមិនយល់ឬក៏ចង់ឲ្យលោកទៅសេជាសេចក្តីអធិប្បាយពេញលេញឬនឹងទៅសេឲ្យហើយនឹងបង្ហាញในវីដេអូបន្តទៀតបាទអញ្ចឹងសម្រាប់ថ្នាក់ទី6ឬក៏ថ្នាក់បឋមយើងគឺអត់មានវិធានអីក្រៅពីវិធានបែបភ័ណ្ឌនេះទេអញ្ចឹងវីដេអូមុនលោកបានព័ន្ធសរសេរបានមួយចំនួនដែរហើយតាក់ទងទៅនឹងសារព័ន្ធនេះពីវិធីព័ន្ធផ្សេងៗព័ន្ធនេះពីទីកន្លែងនេះខ្លប់គាត់ខាងលេខទៅណាព័ន្ធនេះអំពីមនុស្សគាត់ព័ន្ធនេះហៅថាចឹងបងប្អូនអាចចូលមើលវីដេអូរបស់ចាស់ៗបានបើសិនជាឆ្ងល់តែទៅតែឆ្លេងបាទអរគុណច្រើនបងប្អូនអរគុណជួបគ្នានៅវីដេអូបន្តទៀត